សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការ presentation អំពី project មួយដែលអនុញ្ញាតឲ្យ department access ចូលទៅកាន់ internet ហើយនៅក្នុង project នេះផងដែរយើងធ្វើការបែងចែក department 3មានដូចជា public sector campus section banking ហើយយើងមាន core network ប៉ុន្តែ core network មិនមែនជា department ទេ core network គឺជាកន្លែងដែលអនុញ្ញាតឲ្យជាកន្លែងគឺជា backbone ជាកន្លែងដែលអនុញ្ញាតឲ្យdepartment ទាំង3ហ្នឹងគាត់អាច access ចូលទៅកាន់ internet បានអូខេអញ្ចឹងតើនៅក្នុង core network មានអីគេខ្លះហើយយើង config អីគេខ្លះដើម្បីអាចឲ្យ department ទាំង3គាត់អាច access ចូលទៅកាន់ internet បានចំពោះ core network ជាដំបូងយើងមើលជាដំបូងយើងចែក task នីមួយៗនៃ core network នេះ task របស់ core network banking campus និង public sector ឥឡូវយើងចូលជាដំបូងយើងត្រូវមើលសិនថា core network មានដំណើរការយ៉ាងដូចម្តេចហើយ configuration យ៉ាងដូចម្តេចខ្លះនៅនេះគឺជា first topology ហើយយើងមានការផ្លាស់ប្ដូរតិចតួចហើយនេះគឺជា final topology ចំពោះ topology នេះយើងមើលដំបូង cloud មាន cloud មាន core network និង department ទាំង3ហ្នឹងចំពោះ cloud ភ្ជាប់មកកាន់ core network នៅ port 1ហើយ core network ភ្ជាប់មកកាន់ router 1នៅ port 2 internet traffic inter FortiGate ហ្នឹងដោយ port 1 yes ហើយ FortiGate គាត់ដើរតួនាទីដូចជា firewall NAT security policy routing inspection នៅពេលយើងមើលពី NAT យើងមើលពី FortiGate មកកាន់ router 1 FortiGate sending route information មកកាន់ router 1ដោយប្រើ OSPF communication ចឹងមានន័យថានៅក្នុងនេះនៅក្នុងFortiGate ហើយនឹងrouter 1គឺជាស្ថិតនៅក្នុង area តែមួយ area 0តែមួយអញ្ចឹងនៅក្នុង area 0យើងប្រើ OSPF communication ដើម្បី communication OSPF គឺជា routing protocol មួយដែលអាចស្វែងរក the best way សម្រាប់ network ពីរខុសគ្នាអាច communicate គ្នាបានអូខេអាច communicate គ្នាបានហើយយើងមើលនៅលើ IOU 1និង IOU 2នៅកន្លែងនេះរៀងពិសេសបន្តិចដោយសារយើងប្រើខ្សែ2ដើម្បី connect គ្នាហេតុអីកន្លែងនេះហេតុអីបានយើងត្រូវប្រើខ្សែ2ជៀសវាងមានការ miss កន្លែងណានៅពេលដែលមានអាសន្នណាមួយប្រសិនបើដាច់ខ្សែមួយអញ្ចឹងយើងអាចនៅមានខ្សែមួយទៀតជាការនៅមានខ្សែមួយទៀតដែលអាច communicate គ្នាបានហើយអត់អាចឲ្យ lose network នឹងចឹងយើងចូលមកមើល task ទី1យើងធ្វើការ assign IP address ចឹងនៅក្នុងនេះយើងធ្វើការ assign ទាំងអស់រាល់ component នៅលើនឹងទាំងអស់មានដូចជា router 1 router 2 router 1 router 2 router 3រហូតដល់ router 4 IOU 1និង IOU 2អញ្ចឹងជាកិច្ចដំបូងដែលយើងត្រូវធ្វើហ្មងគឺយើងត្រូវ assign IP ឲ្យស្គាល់សិនឲ្យស្គាល់ interface នីមួយៗឲ្យស្គាល់ឲ្យ interface នីមួយៗគឺមាន IP សិនហើយនេះគឺជា IP របស់ IOU 1និង IOU 2ដូចគ្នាចឹងនៅពេលដែលយើង assign IP ហើយជា task បន្ទាប់យើងត្រូវធ្វើ OSPF ជាកន្លែងដែល network 2ជា method មួយដែលអាចឲ្យ network 2 communication គ្នាបាន
ចឹងនេះគឺជា configuration របស់ network របស់ router 1 router 2 router 1 AU 1 AU អូខេចឹងសូមអធិស្ឋានកន្លែងនេះបាត់ IOU 1បាទប៉ុន្តែសម្រាប់ IOU 1ក៏យើងត្រូវconfig ដូចគ្នាដែរ command ដូចគ្នា router IP យើងដាក់ខុសមកយើងដាក់ 3.3.3 មកហើយ network តាម IP របស់យើងអូខេអញ្ចឹងចូលមកដល់ OSPF configuration កន្លែងនេះយើងបញ្ជាក់ថាវាបាន complete ហើយនេះ show នៅពេលដែលយើង show IP របស់វានៅពេលដែលវាបង្ហាញបែបនេះមានន័យថា complete ហើយអូខេអញ្ចឹងកន្លែងនេះកន្លែង show neighbor អញ្ចឹងយើងបាន show neighbor នៅពេលដែលវា show មកបែបនេះជំមានន័យថាយើងមាន neighbor មានន័យថា component ទាំងអស់ហ្នឹងគឺស្គាល់គ្នាហើយអាច ping រកគ្នាបានហើយអូខេអញ្ចឹងយើងមើលចំពោះ eBGP ការធ្វើ BGP យើងធ្វើពី router 1ទៅកាន់ពី router 1និង router 2ទៅកាន់ campus ទៅកាន់ department ទាំងអស់ទាំង3នឹងមានទាំងមាន campus banking ហើយនិង public sector ហើយការធ្វើ BGP យើងមានការចែកលេខ AS ដើម្បីឲ្យវាអាចមានទំនាក់ទំនងជាមួយគ្នាបានឧទាហរណ៍នៅក្នុង AS របស់ Core Network មាន6500ហើយចំពោះAS របស់ OR1 OR2 6502 OR3 6503និង OR4 6504ហើយនេះគឺជា configuration របស់router 2អញ្ចឹង router 2វាមានលេខ 6502អូខេអញ្ចឹងយើងធ្វើការ assign វាមកហើយចំពោះ router 3ដូចគ្នា router 4ដូចគ្នាយើងប្រើ command ដូចគ្នាហើយនៅពេលដែលយើងបញ្ចប់BGP ហើយបន្ទាប់យើងត្រូវធ្វើ configuration នៅលើ FortiGate configuration នៅលើ FortiGate ជាដំបូងយើងត្រូវការបង្កើត account សិនដែលយើងដាក់ឈ្មោះអញ្ចឹងខ្ញុំធ្វើការដាក់ឈ្មោះ admin ហើយលេខកូដគឺយើងជាអ្នកpassword គឺជាយើងជាអ្នកដាក់ខ្លួនឯងអញ្ចឹងយើងដាក់ឲ្យងាយស្រួលចាំទៅជាដំបូងយើង check មើលសិនថាតើនៅក្នុង FortiGate របស់យើងមាន interface IP មែនអញ្ចឹងខ្ញុំដាក់ get port 1ព្រោះ port 1ទៅកាន់ internet អញ្ចឹងយើងត្រូវរកinterface ទៅកាន់ internet អញ្ចឹង interface ទៅកាន់ internet របស់យើងគឺ 192.168.77.131 គឺយើងអាច access ទៅកាន់យើងអាចចូលមកកាន់ interface របស់ FortiGate បានអញ្ចឹងនៅក្នុង interface របស់ FortiGate នេះជាដំបូងយើងត្រូវតែចូលទៅកាន់ port 1ដើម្បី assign វាសិនថាតើ port 1របស់យើង port 1របស់យើងមុនហ្នឹងគឺចេញពី FortiGate ទៅកាន់ cloud អញ្ចឹង port 1របស់យើងពី FortiGate ទៅកាន់ cloud អញ្ចឹងពី FortiGate ទៅកាន់ cloud ខ្ញុំ assign ឲ្យវាWAN ខ្សែ WAN ហើយបន្ទាប់មកយើងធ្វើការ assign policy របស់វា policy របស់វាកន្លែងនេះគឺជាកន្លែងដែលយើងអនុញ្ញាតឲ្យកន្លែងណាខ្លះអាចចូលបានកន្លែងណាខ្លះដែលយើងមិនអនុញ្ញាតឲ្យពួកគេចូល
អញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំធ្វើការ assign ពី port 1 ពី port 2 ទៅកាន់ port 1 អញ្ចឹង port 2 ពី port 2 ទៅកាន់ port 1ខ្ញុំដាក់ allow ទាំងអស់អ្វីក៏អាច access ចូលបានដែរហើយចំពោះបន្ទាប់មកទៀតខ្ញុំធ្វើការ allow ពី port 1ពី port 2 ទៅកាន់ router 1 កន្លែងនេះខ្ញុំset name ច្រឡំអញ្ចឹងកន្លែងនេះក៏ដូចគ្នាដែរតែយើងអនុញ្ញាតឲ្យណាគេចូលបានខ្លះអនុញ្ញាតឲ្យអ្វីអាចចូល access អាចចូលមកកាន់អ៊ីនធឺណិតបានខ្លះយើងមានសិទ្ធិអនុញ្ញាតហើយនឹងមិនអនុញ្ញាតឲ្យពួកគេចូលអញ្ចឹងកន្លែងនេះខ្ញុំដាក់ allow ទាំងអស់ខ្ញុំអត់អនុញ្ញាតឲ្យអ្នកគេចូលទេហើយបន្ទាប់មកទៀតត្រង់ចំណុចនេះដោយសារតែយើងមាន interface ពី port 1 ទៅកាន់ cloud ហើយយើងអត់ទាន់មាន interface communicate គ្នារវាង port 1 ទៅកាន់ router ទេអញ្ចឹងយើងធ្វើការ assign ពី port 1 ទៅកាន់ router port 1 ទៅកាន់ router ជាធម្មតាដោយសារខ្ញុំបានប្រាប់មុននឹងហើយថាយើងប្រើ OSPF ដើម្បី communicate គ្នាអញ្ចឹងយើងចូលទៅកាន់OSPF section ដើម្បីធ្វើការកំណត់ neighbor របស់វាដើម្បីកំណត់ neighbor router ID ហើយនឹង assign IP ជាដំបូងខ្ញុំធ្វើការជ្រើសរើស LAN សិនធ្វើការជ្រើសរើសប្រភេទខ្សែតើយើងយកមួយណាអញ្ចឹងយើងយក LAN ហើយបន្ទាប់មកយើងចូលទៅកាន់ OSPF section យើងធ្វើការassign router ID កន្លែង assign router ID នេះយើងធ្វើយក router ID ថ្មីមួយមកដែលអត់ធ្លាប់ប្រើពីមុនមក assign ហើយវាស្ថិតនៅក្នុង area 0ហើយ IP របស់វាគឺ 10.31.1.0/30 នៅក្នុង area 0ហើយនៅពេលដែលយើង assign រួចហើយយើងបាន assign ទៅលើ router រួចដូចគ្នាដូចនេះវានឹង show neighbor ឲ្យយើងឃើញថានៅក្នុង FortiGate របស់យើងគឺមាន neighbor មួយគឺ neighbor ទៅកាន់ router របស់យើងទៅកាន់ FortiGate ទៅកាន់ router អូខេហើយជាចុងបញ្ចប់ចូលមកកាន់ verify test ដើម្បី clear ថាវា work well មែនយើងធ្វើការ ping វាប៉ុន្តែយើង show សិនថាតើវាមាន neighbor យើង show ហើយយើងឃើញថាវាមាន neighbor វាអាចស្គាល់គ្នាបានអញ្ចឹងយើង ping អញ្ចឹងអានេះខ្ញុំ ping ទី1ខ្ញុំ ping ពី router 1ទៅកាន់FortiGate ថាតើវាស្គាល់គ្នាអញ្ចឹងអូខេវា complete ហើយពី FortiGate មកកាន់ router 1ក៏វា complete ដែរអូខេអញ្ចឹងបើ task របស់យើងគឺបានហើយប៉ុន្តែយើងត្រូវ verify កន្លែង section ផ្សេងៗទៀតកន្លែងនេះនៅក្នុងកន្លែងនេះខ្ញុំធ្វើការ ping គ្រប់ component ទាំងអស់ថាតើវាស្គាល់គ្នាអញ្ចឹងអូខេវាស្គាល់គ្នាអស់ហើយ ping ឃើញថាវា success អស់ហើយអញ្ចឹងដល់ចំណុចនេះដល់ចំណុច core network យើងមានតែប៉ុណ្្នឹងបន្ទាប់មកយើងនឹងចូល section បន្ទាប់ទៀតថាតើវាដំណើរការយ៉ាងដូចម្ដេចតើវាមានឲ្យខ្លះតើអាច access ចូលទៅកាន់អ៊ីនធឺណិតបានអូខេ